អ្នកទាំងអស់គ្នាដឹងអត់នៅក្នុងទូរស័ព្ទ iPhone របស់យើងមានមុខងារមួយដែលអាចចុចថតសំឡេងភ្លាមនៅពេលដែលយើងនិយាយទូរស័ព្ទជាមួយអ្នកណាគេម្នាក់ពីមុនណាយើងធ្លាប់តែទិញពី app នេះ app នោះត្រូវបង់លុយឲ្យគេដើម្បីថតសំឡេងបានតែឥឡូវអត់ទេអូលោកពូម៉ាហើយមកជួបគ្នាតិចមកអើយគ្នាសារនេះអាឡូសង្សារគ្នាទេមកសំបែកមិញហ្នឹងណាយំសោកអីទៀតហើយបែកគ្នាទៀតហ៎អញទៅសូតែបែកគ្នានឹង11000ដងហើយនេះម៉ែខ្ញុំនិយាយលេងលើនឹងបែកមែនតើហ្មងអរេលែងចាញ់បោកឯងអញទៅកំដរហែងសេតលើកណាក៏អញមកវិញជោគខ្លួនដែរកំដរហែងដើរលេងកំដរហែងសោភីងអស់ទៅលុយអញហ្នឹងម៉ែខ្ញុំនិយាយលេងលើនឹងបែកមែនតើហ្មងអត់ជឿហ្នឹងហើយហើយមានផុសតាងអីចុះមានថតសម្លេងទុកអត់ហើយអត់ជឿមែនចាំមើលអញផ្ញើសម្លេងនិយាយគ្នាមិនឲ្យស្ដាប់ចឹងបានអីផ្ញើភ្លេចថតសម្លេងបាត់ហើយនេះចង់បានផុសតាងអីក៏មានដែរឥឡូវនេះប្រើទូរស័ព្ទ iPhone អាចថតសម្លេងបានភ្លាមនៅពេលដែលយើងនិយាយទូរស័ព្ទជាមួយអ្នកណាគេម្នាក់ខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅក្នុងវីដេអូមួយនេះបាទជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នាដែលប្រើ iPhone អញ្ចឹងមុខងារមួយនេះគឺ free អត់គិតថ្លៃទេហើយយើងធ្វើបាននៅលើទូរស័ព្ទរបស់យើងគ្រប់គ្នាចុះឧទាហរណ៍ថាឥឡូវនេះមានគេម្នាក់ទេមកយើងហើយយើងចុចលើកមែនទេឥឡូវយើងកំពុងតែស្ថិតនៅក្នុងការនិយាយទូរស័ព្ទជាមួយនរណាគេម្នាក់ហើយយើងចង់ថតសម្លេងនឹងទុកអូខេអញ្ចឹងអ្នកគ្នាមើលទៅខាងលើឆ្វេងណានេះសញ្ញាមួយដូចសញ្ញាវិសុអញ្ចឹងឃើញនេះចុចលើនឹងមកវានឹងលោតប៊ូតុងមកបញ្ជាក់ប្រាប់យើងថានឹងថតសម្លេងនឹងទុកគេដាក់ថា this call is will be recorder កំពុងថតហ្នឹងកំពុងថតសម្លេងហ្នឹងកាលណាចេញអញ្ចឹងគឺកំពុងថតហើយមកខាងទៀតអត់ដឹងថាយើងថតទេណាអូខេហើយការថតនេះគេនឹងប្រាប់យើងទៀតថានឹង save ចូលទៅក្នុងកន្លែង note ក្នុងទូរស័ព្ទយើងហើយបើយើងចង់ឈប់ថតនេះចុចអាកន្លែង0ហ្នឹងមកដល់អាកន្លែងសញ្ញាក្រហមហ្នឹងចុចមកប៉ក់មកឈប់ថតហើយគេនឹងបញ្ជាក់ប្រាប់យើងថាការថតនេះនឹង save ចូលទៅក្នុង note អូខេចុចមើលមកឃើញទេនេះជាសម្លេងដែលយើងថតបាញ់មិញ play ស្ដាប់ទៅហើយពិសេសជាងនឹងទៅទៀតគឺការថតនេះគឺប្រាប់យើងតាំងពីណាថ្ងៃខែឆ្នាំនិងម៉ោងដែលយើងនិយាយវិនាទីដែលយើងប្រមាណទៀតវិនាទីដែលយើងថតនោះប្រមាណទៀតឃើញទេពិសេសអញ្ចឹងប្រាប់យើងតាំងពីថ្ងៃខែឆ្នាំម៉ោងណាដែលយើងនិយាយថតហ្នឹងអូខេអញ្ចឹងអត់មានអីពិបាកទេអ្នកគ្នាអាចអនុវត្តបានហើយមានចង្អុលអីខមមិនខាងក្រោមបានបន្ទាប់ពីទស្សនាវីដេអូនេះហើយសង្ឃឹមថាបងប្អូនទទួលបានចំណេះដឹងថ្មីនិងតម្រូវការដែលខ្លួនឯងកំពុងតែស្វែងរកសង្ឃឹមថាបងប្អូនជួយ share ចែករំលែកនូវចំណេះដឹងនេះទៅមនុស្សបន្តទៀតអរគុណយើងនឹងជួបគ្នានៅវីដេអូថ្មីទៀត